ឥឡូវខ្ញុំសាកល្បង log in ចូលប្រព័ន្ធបាទ admin នេះចា gmail.com ទៅពងចូលហើយចឹងអ្វីដែលខ្ញុំចង់បង្ហាញនៅពេលនេះគឺការធ្វើការសិស្សចឹងដើម្បីធ្វើការសិស្សគឺយើងចូលកន្លែងបន្ថែមយកការសិស្សហើយកន្លែងនេះយើងអាចធ្វើការជ្រើសរើសថ្នាក់មកថ្នាក់យើងមានប៉ុន្មានគឺនឹងបង្ហាញនេះទាំងអស់ហើយយើងទាញយកទិន្នន័យមកបាទនេះជាទម្រង់ default ជាទម្រង់ default ចឹងករណីនេះជាអាចធ្វើការកែប្រែបានដូចជាយើងធ្វើការកែប្រែប្រភេទកាតចង់ឲ្យកាតផ្ដេកឬកាតបញ្ឈរយើងអាចធ្វើការកែប្រែបានចឹងខ្ញុំប្រើកាតឈរទេចឹងទៅតងកន្លែងនេះគឺផ្ទៃរបស់វត្ថុកាតរបស់យើងចង់ដាក់ផ្ទៃពួកអីយើងអាចធ្វើការជ្រើសរើសបានតែករណីបើសិនបើជាយើងចង់ឲ្យមានពីរពណ៌មានថាជាដាក់ gradient យើងបើកអានឹងមកគឺ gradient ហ្នឹង gradient យើងអាចរើសពណ៌ទី1ឧទាហរណ៍ខ្ញុំរើសពណ៌ទី1បែបនេះហើយពណ៌ទី2គឺបែបនេះវាចេញមកបែបនេះបាទចុះបានបន្ថែមឲ្យមានការសេរីទៅ gradient ព្រាលទៅខាងណាពណ៌ទី1ទៅខាងណាពណ៌ទី2ទៅខាងណាទេអញ្ចឹងជា default គឺវាដាក់មកអញ្ចឹងពណ៌ទី1គឺបាញ់ខាងនេះពណ៌ទី2បាញ់ពីខាងនេះទៅតែឥឡូវខ្ញុំដាក់ធម្មតាដក gradient ចេញខ្ញុំដាក់ផ្ទៃពណ៌សអញ្ចឹងហើយដើម្បីងាយស្រួលការកែតមកផ្ទៃខាងក្រោយរបស់កាតយើងអាចដាក់រូបភាពបានឧទាហរណ៍ខ្ញុំដាក់ logo របស់ក្រសួងបាទបន្ទាប់មករូបខាងក្រោយនេះយើងអាចសេរីកម្រិតព្រាលបានឥឡូវខ្ញុំដាក់ព្រាលប៉ុណ្ណេះ 4% អូខេឬក៏យើងអាចធ្វើការដាក់សុំក៏បានឥឡូវខ្ញុំចង់បន្ថែម logo សាលាអាចបន្ថែមបាន logo សាលាឥឡូវខ្ញុំដាក់ដដែលមកគឺក្រសួង logo ក្រសួងបាទដាក់កន្លែងហ្នឹងមកអាចអូបានអូទៅដាក់កន្លែងណាក៏បានដែរតមកកន្លែងនេះខ្ញុំចង់ដាក់ហត្ថលេខាអញ្ចឹងអាចចុចទៅលើនឹងមកយើងរើសហត្ថលេខាឬក៏យើងមានហត្ថលេខាមានត្រាអីយើងអាចអូសដាក់បានអូខេហើយកម្រិតព្រាលនេះយើងអាចបន្ថយក៏បានអញ្ចឹងជាទូទៅវា 100% ហើយពេលយើងដាក់ប៉ុណ្ណឹងបានហើយយើងសម្គាល់ឃើញថាអីគេហត្ថលេខារបស់យើងនេះវាមានលក្ខណៈតូចពេកយើងអាចសេរីបានយើងមកខាងក្រោមបាទទំហំហត្ថលេខានេះយើងប្រៀបវាមកតាមទំហំយើងចង់បានហើយយើងអូសសេរីតាមនឹងមកហើយមួយទៀតចឹងបន្ទាប់ពីយើងសេរីអានឹងបានហើយយើងអាចសេរីឲ្យបានខ្លះតកតងទៅនឹងកន្លែងនេះតកតងការបង្ហាញធាតុតកតងទៅនឹងអក្សរបើវចនាជាតិនេះយើងចង់សេរីពណ៌វាយើងអាចដូរនេះបើវចនាជាតិយើងអាចដាក់រើសពណ៌ណាមួយយើងចង់បានមកនេះឥឡូវខ្ញុំដាក់ពណ៌អីពណ៌ខ្មៅចឹងពណ៌ខ្មៅហើយឈ្មោះសាលាខ្ញុំចង់ដាក់អីគេពណ៌ឬ Q ចឹងមកហើយឆ្នាំសិក្សាខ្ញុំចង់ដាក់ពណ៌អីគេពណ៌បៃតងចាស់ចឹងមកអូខេហើយចំពោះនេះយើងអាចសិតតបង្កើតបានទាំងអស់ឥឡូវឈ្មោះអង់គ្លេសយើងអត់ត្រូវការទេអញ្ចឹងយើងមកចូលកន្លែងការបង្ហាញធាតុនេះយើងដោះតិចទៅលើឈ្មោះ en ចឹងវាបាត់អញ្ចឹងយើងអាចអូសចុងក្រោមបាននេះអូសចុងក្រោមបានហើយតកតងទៅនឹងបន្ទាត់នេះយើងអាចបង្ហាញក៏បានលាក់ក៏បានអញ្ចឹងបើសិនយើងចង់លាក់ចុចនេះមកគឺវាបាត់ហើយតែបើយើងចង់បង្ហាញយើងអាចបង្ហាញបាននៅពេលយើងបង្ហាញយើងអាចកែប្រែវាបានយើងអាចកែប្រែវាទៅជាប្រភេទបន្ទាត់ត្រង់បន្ទាត់ដាច់បន្ទាត់ចុចជាដើមណានេះហើយយើងអាចធ្វើការផ្លាស់ប្ដូរពណ៌បាទពណ៌បន្ទាត់ហ្នឹងហើយយើងដាក់កម្រាស់វាចង់ឲ្យក្រាស់ប៉ុណ្ណាយើងអាចដាក់មកអញ្ចឹងខ្ញុំដាក់10 pixel ទេធំបំផុតហើយប្រវែងយើងចង់ប្រវែងប៉ុណ្ណាយើងអាចសេរីប្រវែងបាននេះជីសងទៅលើការរចនាបន្ថែមទេហើយតកតងទៅនឹងឈ្មោះសាលា
ឈ្មោះសាលានេះគឺយើងអាចធ្វើបានពីរបៀបគឺទី1ឲ្យត្រង់ចាបាទទី2គឺឲ្យវាកោងលក្ខណៈបែបនេះណាកោងអញ្ចឹងយើងអាចទាញយកអញ្ចឹងឧទាហរណ៍ទៅកោងបែបហ្នឹងឧទាហរណ៍បាទអូខេអញ្ចឹងកោងបែបហ្នឹងមកអញ្ចឹងវាបាំង logo ឯងបាំង logo យើងអុស logo តិចឈ្មោះសាលានេះមកឬក៏ logo នេះយើងអត់ចង់ដាក់ទេមកលុបវិញlogo នេះពុកគឺបាទបន្តមកទៀតកន្លែង QR កន្លែង QR នេះបើយើងចង់លាក់វាយើងដូរដាក់រូបថតវិញកន្លែងហ្នឹងយើងអត់ចង់ប្រើ QR ទេយើងចង់បានរូបភាពវិញឲ្យសិស្សគាត់បិទរូបថតវិញអញ្ចឹងយើងអាចមកផ្លាស់ប្ដូរបានណាមកផ្លាស់ប្ដូរបានយើងគ្រាន់តែពុះមកខាងក្រោមមកកន្លែងបង្ហាញបាទយើងលាក់ QR សិនបាទដោះ text ទៅលើ QR code មកហើយយើងចុចទៅលើគេយើងដាក់ចុចទៅលើរូបថតសោះអញ្ចឹងវាបង្ហាញអញ្ចឹងយើងចាប់អូវាមកដាក់ក្រោមចាប់អូមកដាក់ក្រោមបើវាធំពេកយើងអាចធ្វើការសេរីវាបានបាទទំហំរូបថតចង់បានទំហំប៉ុណ្ណាកម្ពស់ចង់បានប៉ុណ្ណាបាទហើយកម្រាស់ស៊ុំយើងចង់ឲ្យក្រាស់ឬក៏ស្ដើងអូខេហើយជ្រុងទាំង4របស់ស៊ុំនេះចង់ឲ្យកោងឬក៏ស្មើណាកោងជាងអាចសេរីបានប៉ុណ្ណឹងណាឧទាហរណ៍បាទប៉ុណ្ណឹងចុះពណ៌នេះយើងអាចធ្វើការបដូរបានទេបដូរបានប៉ុន្តែអត្តលេខនេះគឺពណ៌ក្រហមហ្នឹងគឺបដូរបានទេគឺដាក់អញ្ចឹងតែម្ដងអញ្ចឹងពណ៌មាននេះលំអិតអាចដូរបានចង់ដាក់ពណ៌អីក៏បានដែរអូខេការបរិច្ឆេទនេះចំពោះការបរិច្ឆេទយើងអាចបដូរពណ៌បានការបរិច្ឆេទយើងអាចនឹងមើលកន្លែងការបរិច្ឆេទនេះយើងអាចរើសពណ៌បានរើសពណ៌មកហើយការបរិច្ឆេទនេះគឺវាចាំដោយស្វ័យប្រវត្តិទេមិនបាច់វាចូលទេគឺយើងគ្រាន់តែរើសការបរិច្ឆេទនៅខាងក្រោមនេះការបរិច្ឆេទនៅពេលយើងរើសមកឧទាហរណ៍ថាយើងរើសហើយទី30ចុចមកអញ្ចឹងវាដូរឲ្យយើងហើយចំពោះទំហំរបស់វាយើងអាចបដូរបានទំហំរបស់វាយើងអាចអូសបដូរបាននេះយើងមើលការបរិច្ឆេទនេះគឺវារត់មានន័យថាវារត់ត្រឹមត្រូវមានន័យថាថ្ងៃអង្គារ100អញ្ចឹងនៅពេលដែលយើងរើសទៅខែផ្សេង2025ទី28នេះវាចេញខែកដិកឆ្នាំម្សាញ់ពុទ្ធសករាជ2569ចឹងអានេះគឺយើងរើសមកគឺវារត់ដោយយើងនៅស្វ័យប្រវត្តិជាក់ស្ដែងដូចខែនេះចឹងខែនេះចឹងយើងមានខែគេហៅខែខាតណាចឹងថ្ងៃរើសមកនេះបាទថ្ងៃទី23ថ្ងៃ23ត្រូវថ្ងៃអីថ្ងៃអង្គារថ្ងៃអង្គារ9កើតខែបឋមសាទណាចឹងថ្ងៃនេះយើងអាចអូសមកសេរីតាមនឹងមកតែទំហំអក្សរវាយើងវាធំពេកវាចឹងយើងអាចដាក់តូចតិចមកតូចតិចនេះអូចេញតិចអូចូលវិញមកអូខេតែប៉ុណ្្នឹងចាចឹងនេះដូរបានហើយចឹងចង់បាន style បែបម៉េចពណ៌ផ្ទៃបែបម៉េចគឺដាក់បានចឹងកន្លែងនេះអាចដាក់បន្ថែមរូបផ្សេងទៀតបានតាណាបើដាក់រូបតដើមវាស្លំគ្នាអាចថែមរូបអីផ្សេងទៀតតែបានបាទសុំនេះតទៅយើងចង់ឲ្យវាបង្ហាញសុំវាមកចុចសុំមកបានវាបង្ហាញតែវានៅខាងក្រោយបើវានៅខាងក្រោយអញ្ចឹងតើតងទាំងសុំនេះយើងអាចធ្វើការព្រមបានវាមានផ្ទៃខាងក្រោយចេះតែពេលវាអាចអូសបានដែរទេគ្រាន់ថាវាមានកេមវាធំអញ្ចឹង
យើងអាចអូសមកដាក់ខាងណាក៏បានដែរបើយើងចង់យកវាធ្វើជាស៊ុំក៏បានដែរតែវាស៊ុំទៅពិបាកដាក់កោងផយផងអញ្ចឹងបាច់ទេខ្ញុំធ្វើការលុបនឹងចេញវិញលុបហើយមិនបាច់ចាំដាក់ក៏បានឬក៏ដោះតិចចោលក៏បានអត់អីទេចឹងនេះយើងអាចអូសចំមកក្រោមមកឈ្មោះនេះអូសចំមកក្រោមតិចមកឬយើងចង់ design បែបមួយទៀតក៏បានដែរចឹងបន្ទាប់ពីយើងរចនា form ឲ្យយើងហើយអស់ហើយយើងធ្វើការ save template នឹងទុកណាចុចរក្សាទុកមកគឺ template ហ្នឹងគឺបានរបស់យើងនៅស្វ័យប្រវត្តិហើយជាប់អូតូហើយទោះបីជាយើង reload page ណា reload page ហើយយើងធ្វើការ select ហើយយើងអូសទាញទៅនៃមកវិញក៏វានៅរក្សាការកែប្រែនឹងដែរប៉ុន្តែវារក្សាបានតែនៅក្នុង computer ដែលកែនឹងទេ computer ផ្សេងនៅចេញ default ធម្មតាអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេហើយយើងអាចចុច print បានទៅបង្ហាញនៅពេលយើងចុច print មកបាទនៅក្នុងការក្នុងមួយក្រដាស់ A4 គឺមាន8កាតសមរម្យហើយប៉ុណ្ណឹងអាចប្រើប្រាស់បានហើយអត់បញ្ហាអីទេអញ្ចឹងវីដេអូនេះប៉ុណ្ណឹងទេហើយយើងបើយើង print យើងអាចរើសម៉ាស៊ីន print មករើសម៉ាស៊ីន print មកមានម៉ាស៊ីន print នេះមាន print ពី PDF ឬក៏ print to នេះមក print to PDF យើងរើសក្រដាស់មកយើងរើសនេះណាំមកដាច់ណាំដាច់អូខេយើងស្រេតាមនឹងមកយើងខែ custom ទៀតមកអូខេ ជា default អញ្ចឹងមកគឺវាស្អាតហើយយើងរើម៉ាស៊ីន print មកយើង print មកអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេ